រស់នៅក្នុងមេត្តាចិត្តជាមួយនឹងគ្នាទាំងក៏ណាត្រូវប្រយ័ត្នប្រយែងកុំឲ្យវាមានការឈឺចុកចាប់សម្រាប់បុគ្គលដែលយើងស្រឡាញ់ភរិយាស្វាមីអីហ្នឹងមួយម៉ាត់មកកអីចឹងទៅទឹកភ្នែកកម្មខែកម្មឆ្នាំក៏មានដែរមិនដឹងជាមានពេលឯណានឹងបានស្រស់ស្រួលនឹងគ្នាអាចជាការបែកគ្នារហូតទៅបាននឹងតេតងនឹងរឿងដែលស្រឡាញ់ណាស់ទុកណាស់អញ្ចឹងតែដោយសារកាវថ្ងៃដូច្នេះគឺថាយើងត្រូវតែមានមេត្តាអាណិតអ្នកដែលយើងស្រឡាញ់ទាំងអ្នកដែលស្រឡាញ់យើងកុំឲ្យកើតទុក្ខហ្នឹងហើយមិនមែនតែពាក្យសម្ដីទេរឿងការប្រព្រឹត្តវ័យហ្នឹងគឺអញ្ចឹងច្រើនយើងដឹងចិត្តយើងចិត្តគេមានខ្លួនឯងជាឧបមាយើងធ្វើអីទៅហ្នឹងយើងអាចដឹងថាអ្នកអតីកើតទុកយើងកុំធ្វើអញ្ចឹងទៅនឹងឯងដូច្នេះគឺយើងមិនចាំបាច់បំពេញកាមគុណអីខ្លួនយើងឲ្យថាឆ្អែតឆ្អន់ឲ្យគ្រប់គ្រាន់អីទៅទេក្នុងโลกហ្នឹងកាមាហិលោកកម្មហិអ្នកហត្ថិតតិឆ្អែតដោយកាមទាំងឡាយក្នុងโลกវាអត់មានទេដោយភ្លើងមិនឆ្អែតដោយអស់ដូចជាសមុទ្រមិនឆ្អែតដោយទឹកដែលហូរចូលអញ្ចឹងយើងរឹតតែស៊ីរឹតតែឃ្លានរឹតតែបានរឹតតែមិនគ្រប់អញ្ចឹងមានតែធัวសន្តោសសង្រួមនឹងឯងតែរស់នៅភរិយាស្វាមីអីហ្នឹងឲ្យបានជាពន្លឺរស្មីក្នុងក្រុមគ្រួសារចឹងឯងតែមើលគ្នាថែគ្នាអីទៅយ៉ាងណាកូនចៅនឹងឯងបានជួបជុំមេដាបិតាទៅក៏សប្បាយចិត្តស្រស់ថ្លាគំនិតចឹងទៅចាំទៅណាចឹងគឺថាវាជារឿងដែលយើងត្រូវគិតគូរដល់បុគ្គលដែលស្រឡាញ់យើងទាំងដែលយើងក៏ស្រឡាញ់អ្នកដទៃហ្នឹងគឺថាជំនួសរាគៈគឺដាក់បញ្ចូលមកវិញនៅមេត្តានឹងឯងករុណាហើយនឹងគុណធម៌